ពិតជាអស្ចារ្យណាស់ក្បាច់គុណខ្មែរពិសេសគឺលបុកកតោគឺជាគ្រឹះនៃកម្លាំងយោធាខ្មែរសម័យបុរាណក្នុងសម័យនោះទាហានម្នាក់ៗមិនត្រឹមតែចេះប្រើអាវុធប៉ុណ្ណោះទេប៉ុន្តែត្រូវចេះប្រើប្រាស់រាងកាយទាំងមូលជាអាវុធទៀតផងនេះគឺជាចំណុចសំខាន់នៃក្បាច់គុណនិងការវឹកហ្វឺនទ័ពខ្មែរសម័យអង្គរ 1. គុណលបុកកតោអាវុធ10ទិសលបុកកតោគឺជាក្បាច់គុណដែលចម្លងតាមកាយវិការនៃសត្វសាហាវនិងធម្មជាតិក្នុងចម្លាក់ប្រាសាទបាយ័ននិងប្រាសាទព្រះខ័នយើងឃើញមានរូបចម្លាក់ជាច្រើនបង្ហាញពីការប្រើជង្គង់និងកែងដែលជាអាវុធដ៏មុតស្រួចសម្រាប់វាយគំទេចសត្រូវក្នុងចម្ងាយជិតការចាប់បោកនិងការក្លាក់ប្រើសម្រាប់ផ្ដួលសត្រូវដែលមានមាឌធំជាងឬសត្រូវដែលមានអាវុធមេគុណសត្វដូចជាមេគុណតោតំណាងអំណាចមេគុណស្វាតំណាងភាពរហ័សរហួននិងមេគុណគ្រុឌជាដើម 2. ការវឹកហ្វឺនយោធាយោងតាមកំណត់ត្រានិងចម្លាក់ការវឹកហ្វឺនមានលក្ខណៈតឹងរឹងបំផុតការវឹកហ្វឺនជាមួយសត្វទាហានត្រូវរៀនពីរបៀបបញ្ជាដំរីនិងសេះឲ្យមានភាពក្លាហានក្នុងសមរភូមិយុទ្ធសាស្ត្រក្បួនព្យុហជ័យខ្មែរមានក្បួនរៀបតបយ៉ាងច្បាស់លាស់ដូចជាក្បួននាគឬក្បួនខ្លាដើម្បីវាយលុកឬការពារតាមស្ថានភាពដីភាពធន់នៃរាងកាយទាហានត្រូវហ្វឹកហាត់រត់ចម្ងាយឆ្ងាយនិងហែលទឹកដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមគ្រប់កាលៈទេសៈ 3. ការបញ្ចុះមុនអាគាមនិងសាក់យន្តក្រៅពីកម្លាំងកាយទាហានខ្មែរសម័យនោះមានជំនឿយ៉ាងមុតមមលើមុនអាគាមការសាក់យន្តដើម្បីការពារខ្លួនពីមុខអាវុធបញ្ចុះសិល្បៈជ័យគ្រឿងខ្មាំងការពាក់កន្សែងយន្តឬធ្មេញសត្វសាហាវដើម្បីបង្កើនភាពក្លាហាននិងមានបារមីការពារតើអ្នកដឹងទេពាក្យថាលបុកកតោមានន័យថាបុកតោលបុកបុកកតោគឺតោរឿងរានិទានបានដំណើរថៃមានអ្នកខ្លាំងម្នាក់បានប្រើតែក្បាច់គុណនិងជង្គង់ដើម្បីវាយសម្លាប់សត្វតោដែលមករំខានអ្នកស្រុកទើបគេដាក់ឈ្មោះក្បាច់គុណនេះតាមព្រឹត្តិការណ៍នោះសរុបមកប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យចេនឡារហូតដល់អង្គរគឺជាប្រវត្តិសាស្ត្រនៃការតស៊ូភាពវៃឆ្លាតនិងសិល្បៈចម្បាំងដ៏រឹងមាំ